សួស្តីប្រិយមិត្តអ្នកស្ដាប់ពីទីមេត្រីសូមស្វាគមន៍មកកាន់ភាគបន្ទាប់នៃកម្មវិធីវិភាគអក្សរសិល្ប៍បន្ទាប់ពីយើងបានក្រឡេកមើលសាច់រឿងជារួមនៃរឿងការស្រពោនកាលពីភាគមុនរួចមកហើយថ្ងៃនេះយើងនឹងមកវិភាគតួអង្គដែលបានរែកពុនបន្ទុកធ្ងន់ជាងគេក្នុងរឿងគឺយុវជនប៊ុនធឿនតើប៊ុនធឿនជាយុវជនគំរូឬក៏ជាជនរងគ្រោះនៃផ្នត់គំនិតខ្លួនឯងតើហេតុអ្វីបានជាគេសុខចិត្តឲ្យស្នេហាដ៏ស្រស់បំព្រងត្រូវស្រពោនបាត់បង់ទៅតាមព្រំលិខិតតោះចូលរួមវិភាគជាមួយខ្ញុំឥឡូវនេះប៊ុនធឿនមិនមែនជាតួអង្គដែលរស់ក្នុងសេចក្តីសុខស្រួលតាំងពីដើមដល់ចប់នោះទេការធ្លាក់ខ្លួនក្នុងគ្រាអាសន្នគ្រួសារប៊ុនធឿនធ្លាប់តែមានជីវភាពមធ្យមនិងមានសេចក្តីសុខប៉ុន្តែវាសនាបានប្រែក្រឡាប់ចាក់នៅពេលដែលជំនួយស្រូវរបស់ឪពុកត្រូវបានខាត់បង់ទាំងស្រុងដោយសារខ្យល់ព្យុះបក់ពន្លិចទូកក្នុងនាមជាកូនប្រុសនិងជាបង្គោលគ្រួសារថ្មីគេត្រូវបង្ខំចិត្តបោះបង់ការរៀនសូត្រនៅវិទ្យាល័យនាទីក្រុងភ្នំពេញដើម្បីមកកាន់ចបនឹងគល់ជួយធ្វើស្រែចម្ការជាមួយម្ដាយនិងប្អូនស្រីគេបានរ៉ាប់រងរាល់កិច្ចការធ្ងន់ស្រាលជំនួសឪពុកដែលកំពុងធ្លាក់ដណ្ដាបទាំងទ្រព្យសម្បត្តិនិងស្មារតីអ្នកនិពន្ធនូហាចបានបង្កើតតួអង្គប៊ុនធឿនឲ្យដើរលើផ្លូវដែលផ្ទុយពីតួអង្គដទៃដូចជាផ្ទុយពីទុំបើទុំហ៊ានបដូរផ្ដាច់ស្លាប់រស់តតាំងនឹងអំណាចអយុត្តិធម៌ដើម្បីស្នេហាប៊ុនធឿនបែរជាជ្រើសរើសផ្លូវដ៏សុភាពរម្យទមនិងស្ដាប់តាមការចាត់ចែងរបស់ចាស់ទុំផ្ទុយពីចៅចិត្តក្នុងរឿងកុលាបបៃលិនមានឱកាសតស៊ូបង្ហាញសមត្ថភាពរហូតអាចចាប់យកផ្កាដែលខ្លួនប្រាថ្នាបានដោយជោគជ័យប៉ុន្តែប៊ុនធឿនវិញហាក់ដូចជាត្រូវបានឃុំឃាំងដោយរបងនៃភាពក្រីក្រនិងសេចក្តីអៀនខ្មាស់រហូតមិនអាចតស៊ូដើម្បីស្នេហាពេញលេញចំណុចខ្សោយដ៏ធំរបស់ប៊ុនធឿនគឺការបន្លប់ទុកសោកដោយការឃ្លាតឆ្ងាយដើម្បីបន្លប់អារម្មណ៍ឈឺចាប់ដែលមិនអាចរួមរស់ជាមួយវិធីវីប៊ុនធឿនបានសម្រេចចិត្តសុំអ្នកស្រុកទៅរកអស់នៅព្រៃជ្រៅក្នុងរយៈពេលយ៉ាងយូរសកម្មភាពនេះបើម្ខាងមើលទៅគឺការខិតខំធ្វើការប៉ុន្តែម្ខាងទៀតគឺជាការគេចចេញពីការពិតនៃបញ្ហាដោយសារតែការចាក់ចេញទៅក្នុងព្រៃជ្រៅយូរពេកទើបធ្វើឲ្យគេត្រូវឃ្វៀងមិនបានជួបមុខវិធីវីលើកចុងក្រោយមុនពេលដែលនាងអស់ដង្ហើមនេះគឺជាវិបដិសារីដ៏ធំធេងដែលប៊ុនធឿនត្រូវរែកពុនអស់មួយជីវិតតាមរយៈបទពិសោធន៍ជីវិតសម័យថ្មីយើងអាចមើលឃើញថាប៊ុនធឿនគួរតែអាចមានជម្រើសល្អជាងនេះការបង្ហាញលំនឹងសេដ្ឋកិច្ចប៊ុនធឿនគួរតែបង្ហាញទៅយាយនួនឲ្យឃើញពីភាពរឹងមាំនិងឆ្លាតវៃដោយការប្រឹងប្រែងរៀនសូត្រឲ្យចប់និងស្វែងរកការងារដែលផ្ដល់ប្រាក់ចំណូលទៀងទាត់ការប្តេជ្ញាផ្ដួលតាមស្ថានភាពគ្រួសារនិងបង្ហាញទឹកមុខស្រពាប់ស្រពោនរឹតតែធ្វើឲ្យយាយនួនមិនទុកចិត្តនិងផ្ញើវាសនាកូនស្រីលើរូបគេជាជាងទៅលាក់ខ្លួនក្នុងព្រៃរនាមប៊ុនធឿនគួរតែមានភាពក្លាហានក្នុងការពិភាក្សាជាមួយវិធីវីដើម្បីរកមធ្យោបាយបញ្ចុះបញ្ចូលចាស់ទុំឬបង្ហាញឲ្យឃើញថាវិជាសម្បត្តិរបស់គេគឺជាទ្រព្យសម្បត្តិដ៏ពិតប្រាកដដែលអាចចិញ្ចឹមគ្រួសារបានប្រិយមិត្តស្ដាប់ជាទីគោរពតួអង្គប៊ុនធឿនគឺជាតំណាងឲ្យយុវជនដែលមានគុណធម៌ខ្ពស់ប៉ុន្តែស្មារតីតស៊ូផ្នែកសីលធម៌គឺនៅមានកម្រិតសាច់រឿងនេះបង្រៀនយើងឲ្យឃើញថាសេចក្តីកតញ្ញូគឺជាទង្វើល្អប៉ុន្តែការលះបង់ដែលគ្មានការរិះរកដំណោះស្រាយជួនកាលអាចនាំមកនៅមហាសោកនាដកម្មដែលមិនអាចកែខៃបានតើបងប្អូនយល់យ៉ាងណាដែរចំពោះបរិសម្នាក់នេះបើអ្នកជាប៊ុនធឿនតើអ្នកនឹងជ្រើសរើសទៅរកអស់ក្នុងព្រៃឬនៅក្បែរមើលថែធីវីឲ្យដល់ទីបញ្ចប់សូមបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមវីដេអូនេះសម្រាប់អ្នកដែលមិនទាន់បានចុច Subscribe សូមជួយចុចម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ខ្ញុំសម្រាប់ផលិតវីដេអូនេះឡើងសូមអរគុណសម្រាប់ការតាមដានជាមួយ Channel វិភាគអក្សរសិល្ប៍ជួបគ្នានៅភាគក្រោយសូមជម្រាបលា